មនុស្សស្រីតែងខ្លួនស្អាតបាតដើម្បីតាក់ទាញមនុស្សប្រុសឬមនុស្សស្រីតែងខ្លួនស្អាតបាតមិនមែនដើម្បីតាក់ទាញមនុស្សប្រុសឡើយមនុស្សប្រុសភាគច្រើនតែងតែគិតថាមនុស្សស្រីតែងខ្លួនគឺដើម្បីតាក់ទាញមនុស្សប្រុសតាមពិតគេគឺធ្វើដើម្បីផ្គប់ចិត្តខ្លួនឯងទេប៉ុន្តែខ្ញុំយល់ថាមនុស្សស្រីតែងខ្លួនស្អាតក៏មិនត្រឹមតែដើម្បីខ្លួនឯងមើលទៅស្អាតដែរនាងគឺដើម្បីពេលចេញទៅខាងក្រៅមិនឲ្យអន់ជាងអ្នកដទៃយូរដើរកាត់កន្លែងមានកញ្ចក់ម្ដងពួកគេអាចនឹងដើរយឺតលោបលួចកោតសរសើរខ្លួនឯងបន្តិចតើខ្ញុំនិយាយនេះត្រូវទេមនុស្សស្រីចាំបាច់ត្រូវកែប្រែនៅគុណវិបត្តិធំ4នេះចោលទើបធ្វើឲ្យការរស់នៅបានសុខស្រួលទី1កែប្រែចោលនៅចិត្តល្អគ្មានដែនកំណត់ទី2កែប្រែចោលនៅចិត្តទន់ជ្រាយគ្មានព្រំដែនទី3កែប្រែចោលនៅការងាយប្រគល់បេះដូងស្មោះទី4កែប្រែចោលនៅការអត់ធ្មត់នៃកំហុសម្ដងហើយម្ដងទៀតមនុស្សស្រីដែលខ្លាំងពូកែពិតប្រាកដគឺនាងបានបាត់បង់នៅរបស់4យ៉ាងបាត់បង់នៅការស្រមើស្រមៃល្អបាត់បង់នៅការពឹងផ្អែកលើបរិសុទ្ធបាត់បង់នៅភាពជាប់គាំងនៃអតីតកាលបាត់បង់នៅបទពិសោធន៍លះបង់មនុស្សស្រីគ្រប់រូបដើរពីភាពសាមញ្ញទៅភាពចាស់ទុំគឺជាដំណើរការនៃការបាត់បង់មួយស្ដាប់ទៅគួរឲ្យសង្វេគណាស់ប៉ុន្តែមានតែបែបនេះទេទើបអ្នកអាចទទួលបាននូវពាក្យកុហកទទួលបាននូវភាពល្អឥតខ្ចោះទ្រាំទ្របាននូវការបោកប្រាស់បំភ្លេចបាននូវការសន្យាមានតែបែបនេះទេទើបអ្នកអាចឯករាជ្យសេរីភាពនិងភាពថ្លៃថ្នូរคล้ายខ្លួនឯងជាមនុស្សរឹតតែអស្ចារ្យទុកសោកមិននៅក្នុងចិត្តនរណាក៏មិនដឹងថាគាត់ពិបាកចិត្តប៉ុណ្ណាទឹកភ្នែកមិននៅក្នុងភ្នែកនរណាក៏មិនដឹងថាគាត់ឈឺចាប់ប៉ុណ្ណាមុខរបួសមិនកើតលើខ្លួននរណាក៏មិនដឹងថាគាត់ឈឺប៉ុណ្ណាទឹកត្រជាក់មិនចាក់លើក្បាលនរណាក៏មិនដឹងថាគាត់ត្រជាក់ប៉ុណ្ណាស្នាមញញឹមកំពុងកុហកទឹកភ្នែកកំពុងចុះចាញ់បបោមាត់កំពុងបង្ហាញបេះដូងកំពុងឈឺចាប់គ្រប់រសជាតិភ្លក់ខ្លួនឯងការឈឺចាប់រាប់មិនអស់រែកពុនខ្លួនឯងមានតែអ្នកធ្លាប់ឆ្លងកាត់ទេទើបដឹងថាឈឺចាប់ប៉ុណ្ណានៅលើលោកយើងនេះមិនដែលមានការយល់ចិត្តទេថែមទាំងមានតែខ្លួនឯងទេទើបដឹងថាក្តៅត្រជាក់ប៉ុណ្ណាដូច្នេះត្រូវចេះស្រឡាញ់និងថែរក្សាខ្លួនឯង